Dù là cứu được xem thay cả nghĩa thay ní cho mình về bên trong một tự nông ám được mấy chạy đồng đại tới can ai cô được bật nhóm nâng nhận để ban tu sinh bị tạo mình nè មុននឹងចាប់ផ្ដើមខ្ញុំចង់សួរតើកាន់លីណាថាតើជំងឺទឹកនោមផ្អែមហ្នឹងជាអ្វីឲ្យប្រកប ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់យើងឡើងខ្ពស់ឬមួយក៏បណ្ដាលមកពីលំប៉ែងហ្នឹងมันផលិតអរម៉ូនអាប់ស៊ូលេនឬមួយក៏អរម៉ូនអាប់ស៊ូលេនមិនបានប្រើប្រាស់ដោយមានប្រសិទ្ធភាពនៅក្នុងខ្លួនរបស់យើង ឥឡូវខ្ញុំឆ្ងល់ទៀតហើយរួចចុះអរម៉ូនអាំងស៊ូលីនហ្នឹងជាអីទៅ អរម៉ូនអាប់ស៊ូលេនគឺជាអរម៉ូនម្យ៉ាងដែលជាអរម៉ូនគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់យើង ហើយចូលជំងឺទឹកនោមផ្អែមហ្នឹងវាមានប្រមាណប្រភេទឬក៏មានតែមួយប្រភេទទេ ជំងឺទឹកនោមផ្អែមហ្នឹងមាន3ប្រភេទដែលជំងឺទឹកនោមផ្អែមប្រភេទទី1ច្រើនកើតមានទៅលើមនុស្សវ័យជំទង់ឬក៏កុមារយើងផ្ទាល់តែម្ដងហើយជំងឺមូលហេតុដែលវាកើតហ្នឹងដោយសារតែការផលិតអរម៉ូនអាំស៊ូលេននៅក្នុងខ្លួនមិនបានគ្រប់គ្រាន់ហើយជំងឺទឹកនោមផ្អែមប្រភេទទី2គឺកើតមានចំពោះមនុស្សពេញវ័យឬក៏មនុស្សចាស់វាច្រើនកើតឡើងដោយសារតែបណ្ដាលមកពីការប្រើប្រាស់អរម៉ូនអាស៊ូលេននៅក្នុងខ្លួនមិនមានប្រសិទ្ធភាពហើយភាគច្រើនជំងឺទឹកនោមផ្អែមប្រភេទទី2នេះកើតច្រើនជាងក្នុងចំណោមជំងឺទាំង3ទឹកនោមផ្អែមទាំង3ប្រភេទហ្នឹងហើយជំងឺទឹកនោមផ្អែមប្រភេទទី3ច្រើនកើតមាននៅលើស្ត្រីមានផ្ទៃពោះនៅពេលដែលស្ត្រីនោះសម្រាលកូនរួចកូនហ្នឹងជំងឺទឹកនោមផ្អែមនឹងបាត់ទៅវិញប៉ុន្តែនៅថ្ងៃអនាគតស្ត្រីនិងកូននោះអាចប្រឈមនឹងការជំងឺទឹកនោមផ្អែមមួយនេះ ឌីណាឥឡូវឌីណាបានប្រាប់ខ្ញុំថាជំងឺទឹកនោមផ្អែមមានទាំងអស់3ប្រភេទត្រូវអត់អញ្ចឹងខ្ញុំចង់សួរថាតើជំងឺទឹកនោមផ្អែមទាំង3ប្រភេទហ្នឹងមានរោគសញ្ញាដូចគ្នាទាំងអស់ឬយ៉ាងណាហើយជំងឺបើសិនជារោគសញ្ញាវាខុសៗគ្នាតើជំងឺទឹកនោមផ្អែមទាំងអស់ហ្នឹងមានរោគសញ្ញាដូចម្តេចខ្លះ ចំពោះជំងឺទឹកនោមផ្អែមរោគសញ្ញារបស់វាគឺប្រែប្រួលទៅតាមប្រភេទនៃជំងឺទឹកនោមផ្អែមដែលយើងបានកើតដល់ប្រភេទទី1ហ្នឹងរោគសញ្ញារបស់វាមានរោគសញ្ញាទូទៅឯដែលយើងកើតមានអស់កម្លាំងស្វែងទឹកដេករីកនោមឃើញខុសពីធម្មតាស្រវាំងភ្នែកអីផ្សេងប៉ុន្តែចំពោះជំងឺទឹកនោមផ្អែមប្រភេទទី2វាមានលក្ខណៈស្រដៀងនឹងជំងឺទឹកនោមផ្អែមប្រភេទទី1ដែរប៉ុន្តែវាមិនសូវជាលេចចេញជារោគសញ្ញាយើងដឹងទេហើយចំពោះរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី3ហ្នឹងច្រើនកើតមានទៅលើស្ត្រីមានផ្ទៃពោះហើយវាមិនមានរោគសញ្ញាអីច្បាស់លាស់ឡើយ តើជំងឺទឹកនោមផ្អែមហ្នឹងជះផលវិបាកអ្វីខ្លះដល់អ្នកជំងឺទឹកនោមផ្អែម ចំពោះផលវិបាកនៃជំងឺទឹកនោមផ្អែមទាំង3ប្រភេទហ្នឹងវាមានខ្សែតម្រឹងនោមហើយដំបៅដែល